បាទអញ្ចឹងឥឡូវខ្ញុំសូម demo បង្ហាញពីរបៀបប្រើប្រាស់កម្មវិធីបង្កើតកិច្ចតែងការបរិញ្ញានៅលើទូរស័ព្ទដៃតែម្ដងអញ្ចឹងដើម្បីប្រើប្រាស់បានលោកគ្រូអ្នកគ្រូត្រូវមានសុសសភៅសិនហើយអា link ហ្នឹងគឺខ្ញុំបានដាក់អា link សុសសភៅហ្នឹងគឺឲ្យដាក់ខ្ញុំដាក់នៅក្នុង channel Telegram លោកគ្រូអាចចូលទៅ download បាននេះដោយ link សម្រាប់ចូលទៅ download សៀវភៅសិក្សាគោលគ្រប់កម្រិតថ្នាក់ទី1ដល់ទី12បាទអញ្ចឹងចុចលើ link ហ្នឹងទៅ link ហ្នឹងគឺជា website របស់សាលា digital របស់ក្រសួងអប់រំយើងចូលមកដល់គឺមានសៀវភៅជាច្រើនអញ្ចឹងលោកគ្រូអ្នកគ្រូបរិញ្ញានៅថ្នាក់ណាឥឡូវខ្ញុំឧទាហរណ៍មួយកុំឲ្យវីដេអូនាទីយើងវាវែងខ្ញុំថាយកសៀវភៅបាទភាសាខ្មែរថ្នាក់ទីបាទទីបាទខ្ញុំរកមកសិនបាទទី4មួយចាស់បាទអញ្ចឹងពេលដែលបានដឹងមកលោកគ្រូអ្នកគ្រូ download នេះទាញយកបាទយើងចុចទាញយកឬក៏ download ហ្នឹងមកបាទចុចយកមកបាទចុច line download មកបាទនៅពេលនោះគឺវាចាប់ផ្ដើម download ឲ្យយើងខាងលើបាទ download បាទពេញហ្នឹងលោកគ្រូអ្នកគ្រូអញ្ចឹងយើងទៅរក file របស់យើងមកសម្រាប់ខ្ញុំចូលបើកមើលនៅលើទូរស័ព្ទរបស់ខ្ញុំប្រើ Acrobat បាទ Acrobat បាទនេះហើយយើងមើលមេរៀនថាលោកគ្រូអ្នកគ្រូទៅរៀនចង់កិច្ចតែងការហ្នឹងមេរៀនទីប៉ុន្មានឥឡូវមេរៀនទី1របស់យើងនេះកីឡានិងល្បែងកម្សាន្តអញ្ចឹងខ្ញុំត្រូវ download ប្រភេទរូបហ្នឹងមកទាំងអស់បាទចុច download បើលោកគ្រូអ្នកគ្រូអត់មានពាក្យ download ទេយើងប្រើវិធីយើងមួយទៀតណា drop មកបាទ screenshot ទៅយើង drop បាទខ្ញុំ screenshot បាទហើយខ្ញុំកាត់នេះទំព័រទី1បាទយើងមានតាមទំព័របាទមេរៀនទី1របស់យើងទំព័រទី1សេវចូលក្នុងទូរស័ព្ទដៃយើងមួយមកបាទចូលទៅទំព័រទី2បាទខ្ញុំ screenshot មួយទៀតបាទទំព័រទី2អញ្ចឹងមកទំព័រមាន screenshot ហ្នឹងវិធីលឿនបាទហើយយើងចូលទៅទំព័រទី3ធ្វើម៉េចឲ្យចប់មកនេះទី1ហ្នឹងណាលោកគ្រូអ្នកគ្រូមកមេរៀនទី1របស់យើងហ្នឹងព្រោះយើងធ្វើកិច្ចតែងការគឺធ្វើមកមេរៀនតែម្ដងបាទទំព័រទី3ទំព័រទី4បាទមេរៀនទី1ដូចច្រើនដែរនេះតែអីទេនៅក្នុង source របស់ខ្ញុំហ្នឹងប្រព័ន្ធរបស់ខ្ញុំបង្កើតអត់កំណត់រូបភាពទេខ្ញុំដាក់ unlimited គឺដាក់ប្រមាណរូបភាពចូលក៏បានដែរហើយដូចខ្ញុំបរិញ្ញាកម្រិតវិទ្យាល័យអញ្ចឹងមេរៀនរបស់ខ្ញុំគឺមានច្រើនមកមេរៀនទៅមួយមេរៀនចង់10ទំព័រទៅដល់20ទំព័រអីក៏មានដែរពេលដែលយើងដឹងថាមេរៀនយើងហ្នឹងមានប៉ុន្មានយើងត្រូវដាក់រូបចូលទាំងអស់បើអញ្ចឹងទេពេលដែលបង្កើតកិច្ចតែងការមកវានឹងបាត់ចំណុចខ្លះដែលអត់ត្រូវបានយកមកធ្វើជាកិច្ចតែងការដាក់ចូលក្នុងហ្នឹងបាទហើយប្រព័ន្ធថ្មីរបស់ខ្ញុំនេះគឺខ្ញុំអាប់ដេតបាទខ្ញុំអាប់ដេតឲ្យមានជំរើសថ្នាក់ពីកម្រិតថ្នាក់មត្តេយ្យទៅតែម្ដងពីកម្រិតមត្តេយ្យដល់កម្រិតទី12បាទវាជាច្រើនដែរនេះខ្ញុំ down មួយថ្ងៃទៅដល់ទំព័រទី9បាទអញ្ចឹងអង្គុយ screenshot ទៅលោកគ្រូអ្នកគ្រូខ្ញុំអង្គុយ screenshot ហើយអធិស្ឋាននេះ record ពេលមេរៀនរលឹមអញ្ចឹងមកមានសំឡេងរំខានអីអធិស្ឋានភាសាមានលោកគ្រូអ្នកគ្រូសួរថាទូរស័ព្ទដៃប្រើបានអត់ខ្ញុំថាបានតែរៀងពិបាកជាងកុំព្យូទ័របន្តិចអញ្ចឹងតើលោកគ្រូអ្នកគ្រូព្យាយាមបាទនេះគឺខ្ញុំធ្វើ demo នៅលើទូរស័ព្ទដៃលោកគ្រូអ្នកគ្រូអញ្ចឹងតើលោកគ្រូអ្នកគ្រូព្យាយាមបន្តិចធ្វើវិធីដូចខ្ញុំអញ្ចឹងទៅលឿនបើយើងលើកុំព្យូទ័រអីទេយកតែ file មេរៀនរបស់យើងហ្នឹងចូលកម្មវិធី convert PDF to JPG មកបានជារូបភាពមកទាំងអស់តែម្ដងតែលើទូរស័ព្ទដៃលោកគ្រូអ្នកគ្រូត្រូវអង្គុយ screenshot មួយអញ្ចឹងបាទអង្គុយ screenshot មួយហើយត្រាប់វាស្អាតកុំឲ្យជាប់ព្រោះយើងយកតែលេខទំព័របានហើយបើជាប់តពី3ចូលទៅវាធ្វើឲ្យប្រព័ន្ធបង្កើតកិច្ចការហ្នឹងវាចាប់យកបានទេវាអត់ដឹងថាអាណាទៅអាណាទេអញ្ចឹងយើងត្រូវដាក់លេខទំព័រច្បាស់ screenshot drop វាស្អាតឲ្យដឹងថាទំព័រមួយពីណាដល់ណាបាទអូខេលោកគ្រូអ្នកគ្រូមាន16ទំព័រមេរៀនទី1ថ្នាក់ទី4បាទអានោះចូលមេរៀនទី2ហើយបាទមាន16ទំព័រអូខេអញ្ចឹងខ្ញុំត្រឡប់ទៅ Telegram យើងវិញហើយប្រព័ន្ធហ្នឹងគឺខ្ញុំបានដាក់នៅក្នុង Telegram ដូចគ្នាបាទនេះប្រព័ន្ធរបស់យើងគឺនៅក្នុងសាលារបស់ខ្ញុំហ្នឹងខ្ញុំចាំដូលកុំព្យូទ័រនិងជំនាញបច្ចេកវិទ្យាសវណ្ណរៈហ្នឹងហើយខ្ញុំបានអាប់ដេតឲ្យយើងចុចទៅលើ link ហ្នឹងមកបាទយើងចូលទៅដល់ប្រព័ន្ធកម្មវិធីរបស់យើងហើយដាក់ password ទៅចំពោះ password លោកគ្រូអ្នកគ្រូចូលទៅក្នុង group ខ្ញុំសុំត្រឡប់បន្តិចបាទនៅក្នុង group មួយនេះបាទចូល group មាន password អញ្ចឹងនៅក្នុងហ្នឹងគឺមាន password ទេអញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅក្នុង group ហ្នឹងទៅមានទាំង link ចូលមានទាំង password អញ្ចឹងខ្ញុំសូមបំពេញ password
bà châu một quan bản chắc là bây là châu man bao bán nè cái miền chấm rơi bà mình chấm rơi máu nè chẳng bằng đông càng nghe kêu nắng lên nắng cứ miền tràn điện miền trăng một hai pram từ nó xanh điện sao ta càng nghe tông kêu thì nhưng mà càng bằng đông càng nghe kêu nắng cứ lực lượng kêu trăng châu từ mới thôi chứ tôi miền nó không nâng và cả ban rồi xa và cả slide cái cứ miền nó không nâng trànហើយវគ្គសិក្សាលោកគ្រូចង់រៀនអីគឺចុចទៅមានវគ្គសិក្សាក្នុងនឹងយើងចុចមើលតាមហ្នឹងទៅហើយអាចជាឧបត្ថម្ភពីកាហ្វេសម្រាប់ខ្ញុំដែលខំចំណាយពេលវេលាបង្កើតអីលោកគ្រូគិតថាកម្មវិធីនឹងល្អអីជួយឧបត្ថម្ភនេះចុចលើហ្នឹងមក scan ទូទាត់ payment អាចឧបត្ថម្ភពីកាហ្វេខ្ញុំបានបាទយើងចុចខ្វែងមកបាទអញ្ចឹងដល់ហើយអញ្ចឹងលោកគ្រូមើលល្បាខាងលើនេះគឺវាអត់ដំណើរការទេមែនណាវាមានកិច្ចទាំងការបង្រៀនល្បែងសិក្សា slide សម្រាប់បង្រៀនបែងចែកក្រុមសិក្សាបង្កើតជាសំណួរគឺអត់ដំណើរការទេខ្ញុំច្រឡំដៃទឹកត្រឡប់បាទគឺវាអត់ដំណើរការទេលុះត្រាតែយើងបង្កើតឲ្យហើយអញ្ចឹងលើកមុនខ្ញុំ version មុនហ្នឹងខ្ញុំឲ្យសរសេរដៃឥឡូវខ្ញុំមានប៊ូតុងឲ្យជ្រើសរើសចុចមកលោកគ្រូរើសមកនេះបាទប្រភេទអីគេអញ្ចឹងយើងភាសាខ្មែរដាក់មកកម្រិតថ្នាក់មិញថ្នាក់ទីមែនបាទនេះថ្នាក់ទី4ចុចយកថ្នាក់ទី4មកឈ្មោះសាលាដាក់មកបាក់ធំសិក្សាសាលាបឋមសិក្សាខ្ញុំអញ្ចឹងដែរខ្ញុំឧទាហរណ៍ណាខ្មែរចុះឈ្មោះគ្រូសាមុំអញ្ចឹងដែរឧទាហរណ៍ណាលោកគ្រូបាទកិច្ចទាំងការរយៈពេលបរិញ្ញាមានឲ្យតែ3ជំរើសទេព្រោះយើងមិនអាចបរិញ្ញាដល់ច្រើនទេបើថាច្រើនយើងធ្វើកិច្ចទាំងការមួយទៀតផ្សេងអញ្ចឹងខ្ញុំจะហៅយក45ចំនួនសិស្សដែលយើងបរិញ្ញាមានប៉ុន្មានអ្នកខ្ញុំថា55អ្នកចុះហើយបងលេខទាំងហ្នឹងគឺដើម្បីបង្កើតល្បែងសិក្សាហើយនឹងបែងចែកក្រុមបែងចែកសំណួរអីគឺកន្លែងពីចាប់តំណែងពិសេសហ្នឹងទៅហើយចំពោះនេះលោកគ្រូដាក់ជាក់ស្ដែងមកការបច្ឆេទយើងហ្នឹងខ្ញុំអត់ដាក់ណាខ្ញុំឧទាហរណ៍ប៉ុណ្ណឹងហើយពីសាស្ត្របង្រៀនបាទឥឡូវខ្ញុំថាបរៀនបែប FYE ចុះបាទហើយកន្លែងនេះលោកគ្រូចង់លោកគ្រូសរសេរចូលក៏បានបញ្យល់បន្ថែមអីចឹងណាតែមិញយើងមានរូបភាពមែនណាអញ្ចឹងចុចកន្លែងអាប់ឡូតរូបភាពនេះទៅយករូបភាពទូរស័ព្ទដៃរបស់យើងមកបាទនេះ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
11 12 13 14 15 done បាទដល់ពេលនោះវានឹងទាញចូលមកយើងមកមើលខាងក្រោមយើងឃើញពាក្យថាបង្កើតកិច្ចកែងការបង្រៀនបាទទឹកលើបេតុងនឹងមក AI វានឹងដំណើរការបង្កើតឲ្យយើងអញ្ចឹងលោកគ្រូសុំរងចាំបន្តិចបាទអានេះកន្លែងនេះខ្ញុំសូមបញ្ជាក់ដែរលោកគ្រូយឺតលឿនគឺអាស្រ័យលើអ៊ីនធឺណិតយើងទេបាទហើយនឹងចំនួនសភៅដែលយើងបានអាប់ឡូតចូលបាទឥឡូវនៅពេលដែលយើងបង្កើតកិច្ចតែងការហើយគឺបាននេះណាលោកគ្រូមកនេះឃើញណាបាទសាមុំគ្រូរៀន UA ថ្ងៃទីមិញហើយខ្ញុំបានបន្ថែមមុខងារនេះលោកគ្រូនេះអ៊ីយ៉ាបាទខ្ញុំបានបន្ថែមមុខងារទៅនេះអញ្ចឹងលោកគ្រូអាចមើលលម្អិតខ្លួនឯងបានណាបាទធម្មសាស្ត្រណាក់ទីអីទៅបាទ1ម៉ោងបាទវត្ថុបំណងវិជាសម្ភារមិនសម្ភារសម្រាប់ប្រទេសអញ្ចឹងទៅខ្ញុំបន្ថែមទៅនេះបញ្ចូលរូបភាពហ្នឹងបានន័យថាកិច្ចតែងការគ្រូត្រូវមានរូបភាពបញ្ចូលមែនទេអញ្ចឹងខ្ញុំសុំថាយករូបភាពឧទាហរណ៍ហើយរូបភាពអាចបញ្ចូលបានច្រើនអញ្ចឹងនៅពេលដែលវាបញ្ចូលរូបភាពរួចគឺវានឹងរត់ទៅកន្លែងណាកន្លែងចំពុកទី3នេះចំពុកទី3បាទចំពុកទី3ហ្នឹងនេះបាទចំពុកទី3បាទចំពុកទី3មេរៀនថ្មីរបស់យើងហ្នឹងអញ្ចឹងកន្លែងហ្នឹងដាក់រូបមកលោកគ្រូអាចសរសេរបានសកម្មភាពគ្រូសកម្មភាពសិស្សអាចសេទៅលើផ្ដោតនឹងខ្លួនឯងបន្ថែមបានចំណុចហ្នឹងលោកគ្រូដោយសារតែនេះខ្ញុំបើកមុខងារពេលដែលលោកគ្រូអាប់ឡូតរូបចូលគឺឲ្យមានការសរសេរបញ្ចូលបន្ថែមឲ្យខ្លួនឯងក្នុងហ្នឹងចង់បាច់មិនគឺលោកគ្រូសេទាំងហ្នឹងទៅហើយចំពុក4ចំពុក5យើងអូតូម៉ាទិកមកទេបាទនៅពេលនោះបាទយើងអាច download បានទេលោកគ្រូបាទនេះខ្ញុំមានជាជំរើសបើលោកគ្រូធ្វើលើកុំព្យូទ័រយើងអាច down ពី Word down ពី PDF អាច print មើលសិនអីក៏បានដែរបើសិនជាអាការ down ពី PDF នេះខ្ញុំសុំ down ពី PDF គឺនៅក្នុង down បាទវាកំពុងទាញយកបាទពេលដែលវា alert សារបែបនេះបានថាយើង down បានជោគជ័យលោកគ្រូអញ្ចឹងវាចូលទៅណាវាចូលទៅកន្លែង file របស់យើងហ្នឹងឯងឬក៏ print ពេលខ្លះបាទនេះវាជាប្រភេទនេះអត់សូទេបើលើកុំព្យូទ័រសូហើយបើ file down រួចដឹងតាណាតំណីទេលោកគ្រូអាចចូលទៅកន្លែង document ចូលទៅក្នុងទូរស័ព្ទរបស់យើងចូលកន្លែង file ហើយរកមើលទៅកន្លែង document នេះឃើញអូខេអញ្ចឹងតំណឹងកន្លែង download ហ្នឹងខ្ញុំសុំ skip ប៉ុណ្ណឹងយើងត្រឡប់មកមើលល្បាខាងលើដែលយើងអត់ដំណើរការឥឡូវល្បែងសិក្សាបើសិនជានៅក្នុងមេរៀនហ្នឹងលោកគ្រូបង្កើតរួចចង់ឲ្យមានជាល្បែងសិក្សាសម្រាប់យកទៅបន្ថែមលោកគ្រូគ្រាន់តែចុចទៅលើល្បែងសិក្សាបាទវានឹង AI វានឹងចាប់ផ្ដើមបង្កើតល្បែងសិក្សាខាងក្រោមរបស់យើងមួយទៀតអញ្ចឹងសូមរងចាំបន្តិច
ហើយ slide បរៀនអីគឺចុចទៅអាប៉ុណ្នេះខ្ញុំអត់ឲ្យវាសរសេរជាលម្អិតទេលោកគ្រូខ្ញុំឃើញតែសរសេរឲ្យ AI វាប្រើមុខងារអូតូម៉ាទិកវាចាប់វាស្វែងយល់ពីមេរៀនដែលលោកគ្រូអាប់ឡូតចូលហ្នឹងឲ្យវាយកទៅបង្កើតជាល្បែងសិក្សាអញ្ចឹងលោកគ្រូទៅហ្នឹងទៅជាជំនួយស្មារតីទេយើងមិនអាចថាយកវាទៅប្រើនេះបានទេយើងត្រូវតែមើលទៅតម្រង់នៃការធ្វើជំនួយស្មារតីគួរតែបង្កើតបែបម៉េចឲ្យសិស្សគឺយើងអាចប្រើប្រាស់ចំណឹងបានបាទអញ្ចឹងសូមរងចាំបន្តិចទៅបាទនៅពេលនោះល្បែងសិក្សាបានបង្កើតមកនេះឃើញទេវាជាតម្រង់ប្រភេទ AI វាមិនមែនជាផ្លូវការដែលយើងអាចយកទៅប្រើបានទេណាអញ្ចឹងឃើញតែហ្នឹងគឺជាចំណុច note ចំណាំទេលោកគ្រូអាចថែមថយអីខ្លួនឯងបានចំណុចហ្នឹងយើងអាចមើលទៅថែមបែបម៉េចលោកគ្រូអាចយកទៅប្រើប្រាស់បានទៅហ្នឹងវាជាជំនួយមួយបំផុសកំណត់យើងមួយជួយការងារយើងបានមួយផងដែរអញ្ចឹងអាផ្សេងទៀតមានទាំងអស់ខ្ញុំសូមបញ្យល់តែប៉ុណ្្នឹងលោកគ្រូចាំអនុវត្តជាក់ស្ដែងខ្លួនឯងទៅដោយសារនាទីវីដេអូយើងវាវែងអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹង